ស៊ុបគីមជីសម្រាប់បងប្អូនណាដែលចូលចិត្តម្ហូបកូរ៉េប្រកបជាស្គាល់ហើយប៉ុន្តែបើថាមិនសូវចូលចិត្តទេប្រហែលជាអត់ស្គាល់ទេរសជាតិបែបរាងជូរជូរហឹរតិចតិចអានេះសម្រាប់បងប្អូនណាដែលអត់សូវស្រួលខ្លួនណាដាក់ទៅគឺដឹងតែត្រូវហ្មងគ្រឿងផ្សំដំបូងហ្នឹងគឺយើងមានជាសាច់ជ្រូកអាចប្រើជាសាច់3ជាន់ក៏បានឬក៏សាច់ស្មើមុខក៏បានដែរបន្ទាប់មកយើងមានជាគីមជីតែហូរយកទុនអញ្ចឹងមកបានឆ្ងាញ់យើងមានជាផ្សិតម្ជូរបន្តិចមកខ្ទឹមបារាំងបន្តិចហើយសម្រាប់ម្ទេសកូរ៉េវិញអាចប្រើកំប៉ុងអញ្ចឹងក៏បានឬក៏ប្រើអារាងហុយៗក៏បានដែរដំបូងគេហ្នឹងគឺយើងចាប់ផ្ដើមពីការចាក់ប្រេងឆាហើយពងខ្ទឹមស3-4កាពឹសមើលទៅវាឡើងឈ្ងុយមិនល្មមសិនចាំយើងចាក់សាច់ជ្រូកចូលសម្រាប់សាច់ជ្រូកនេះខ្ញុំប្រើប្រហែលជាមួយខាំកន្លះយើងឆាវាឲ្យឆ្អិនសិនទៅចាំដាក់គីមជីបញ្ជាក់បងប្អូនសម្រាប់គីមជីប្រើអាណាជូរបានឆ្ងាញ់បើសិនជាគីមជីនឹងអត់ទាន់ជូរល្អទេយកមកធ្វើគឺអត់ឆ្ងាញ់ទេហើយគ្រឿងខ្ញុំដាក់ប្រេងខ្យងកន្លះស្លាបព្រាបាយទឹកស៊ីអ៊ូ1ស្លាបព្រាបាយម្សៅស៊ុបកន្លះស្លាបព្រាកាហ្វេប៊ីចេងកន្លះស្លាបព្រាកាហ្វេស្ករ1ស្លាបព្រាកាហ្វេហើយចុងក្រោយគេនឹងគឺជាម្ទេសកូរ៉េខ្ញុំដាក់កន្លះស្លាបព្រាបាយសម្រាប់ម្ទេសកូរ៉េដូចដែលខ្ញុំបានបញ្ជាក់បងប្អូនអញ្ចឹងប្រើហុយម៉ត់ក៏បានដែរតបមកចាំយើងដាក់ទឹកចូលសម្រាប់ទឹកបងប្អូនបាច់ចំចូលរាវពេកទេដាក់ទឹកមិនល្មមហើយរងាស់វាចោលខ្ទង់6ទៅ7នាទីដើម្បីឲ្យវាចេញជាពីគីមជីមកហើយដោយសារតែនេះខ្ញុំឃើញថាវារៀងទឹកចឹងណាចឹងហើយខ្ញុំបន្ថែមទឹកបន្តិចទៀតទុកវាមកពុះចាំយើងបន្ថែមខ្ទឹមបារាំងសម្រាប់ខ្ទឹមបារាំងនេះគឺខ្ញុំដាក់តែមួយចាហៀងទេបន្ទាប់ពីហ្នឹងមកបងប្អូនភ្លក់មើលហើយថែមថយគ្រឿងបានតាមចំណង់ចំណូលចិត្តសម្រាប់រសជាតិដូចខ្ញុំបានបញ្ជាក់អញ្ចឹងអានេះគឺយើងអត់យកប្រៃទេយករាងសាបល្មមប៉ុន្តែរាងជូរបន្តិចចឹងណាថែមថយគ្រឿងត្រូវរសជាតិអស់ហើយចាំយើងដាក់ទៅហូបផ្សិតម្ជូររោយស្លឹកខ្ទឹមហើយម្ទេសដាក់ក៏បានអត់ក៏បានដែរតាមចំណង់ចំណូលចិត្តសម្រាប់អានេះបងប្អូនចង់ញ៉ាំនៅលើភ្លើងតិចក៏បានឬក៏លើកដាក់ចុះញ៉ាំក៏បានដែរហើយសម្រាប់ស៊ុបគីមជីនេះសម្រាប់ញ៉ាំជាបែបលក្ខណៈកូរ៉េហ្មងគឺគេញ៉ាំជាមួយបាយបងប្អូនយើងមានបាយសមួយចានចង្កឹះមកញ៉ាំជាមួយស៊ុបនឹងរបៀបដូចសម្លអញ្ចឹងប៉ុន្តែនេះគឺគេញ៉ាំពេលវានៅក្តៅអញ្ចឹងណាបើសិនជាចុះត្រជាក់គឺវាអត់សូវឆ្ងាញ់ទេហើយសម្រាប់ស៊ុបគីមជីនឹងខ្លះទៀតក៏គេអាចប្រើជាប្រហិតត្រីជំនួសក៏បានដែរលក្ខណៈថាប្រើសាច់ជ្រូកក៏បានប្រហិតត្រីក៏បានឬក៏ដាក់ទាំងពីរមុខហ្មងក៏បានដូចគ្នាហើយសាច់ជ្រូកវិញបើសិនជាបងប្អូនចូលចិត្តសាច់ជ្រូក3ជាន់ដាក់3ជាន់ទៅប៉ុន្តែសម្រាប់ខ្ញុំគឺខ្ញុំអត់សូវចូលចិត្តខ្លាញ់ទេបងប្អូនចឹងហើយគឺខ្ញុំប្រើសាច់ស្មើមុខសម្រាប់សាច់កន្លែងហ្នឹងគឺវារាងទន់ហើយផុយល្អស្រួលញ៉ាំណាមួយវាអត់សូវមានខ្លាញ់ទៀតហើយវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងដែរបើសិនជាបងប្អូនមានជាមតិយោបល់ឬក៏ចម្ងល់អីអាច comment បានអរគុណច្រើនជួបគ្នានៅវីដេអូក្រោយៗ